លោកស្រីប្រិយមិត្តទូរទស្សនិកជនជាទីគោរពនៅពេលនេះសូមអញ្ជើញតាមដានទស្សនាព័ត៌មានសង្ខេបប្រចាំសប្តាហ៍ពីស្ថានីយ៍ទូរទស្សន៍ហងមាស HD TV ដូចតទៅជារបងខ្ញុំបាទសូមជូនព័ត៌មានជាតិទូរទស្សនិកជនជាទីគោរពសម្រាប់ព័ត៌មានជាតិដំបូងនៅក្នុងសប្តាហ៍នេះកិច្ចប្រជុំកំពូលអាស៊ានលើកទី21ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះត្រូវបានបញ្ចប់អាណត្តិរបស់ខ្លួនហើយក្រោយពេលដែលថ្លែងសន្ទរកថាបិទកិច្ចប្រជុំនេះសម្ដេចតេជោនាយករដ្ឋមន្ត្រីហ៊ុនសែនបានថ្វាយញញួរជ័យអាស៊ានទៅស្ដេចស៊ុលតង់នៃប្រទេសប្រ៊ុយណេដើម្បីបន្តធ្វើជាម្ចាស់ផ្ទះបន្តពីកម្ពុជានៅឆ្នាំ2013ថ្លែងប្រាប់ក្រុមអ្នកកាសែតបន្ទាប់ពីបញ្ចប់សន្ទរកថានឹងថ្វាយញញួរជ័យអាស៊ានទៅស្ដេចស៊ុលតង់នៃប្រទេសប្រ៊ុយណេដារូសាឡឹមសម្ដេចនាយករដ្ឋមន្ត្រីហ៊ុនសែនបានមានប្រសាសន៍ថាដើម្បីពង្រឹងនិងពង្រីកនៅសមិទ្ធផលដែលអាស៊ានសម្រេចបានកន្លងមកក្នុងឋានៈជាប្រធានអាស៊ានឆ្នាំ2012កម្ពុជាបានសម្រេចជ្រើសរើសយកប្រធានបទមួយគឺអាស៊ានសហគមន៍តែមួយវាសនាតែមួយដើម្បីបង្ហាញពីការបដិញ្ញាចិត្តនិងកិច្ចសហការរួមគ្នារបស់អាស៊ានក្នុងការកសាងសហគមន៍អាស៊ានឲ្យទៅជាមហាគ្រួសារដ៏ជិតស្និទ្ធមួយដែលមានភាពសុខដុមទាំងផ្នែកនយោបាយសន្តិសុខសេដ្ឋកិច្ចនិងសង្គមវប្បធម៌ដោយឈលលើគោលការណ៍វិធាននៃច្បាប់សុខសន្តិភាពនិងភាពរឹងមាំផ្នែកសេដ្ឋកិច្ចសម្ដេចបានលើកឡើងថាចំពោះកិច្ចប្រជុំនេះលទ្ធផលទទួលបានប្រកបដោយជោគជ័យក្នុងនោះចំណុចទី1កិច្ចប្រជុំកំពូលអាស៊ានលើកទី21បានពិភាក្សាប្រកបដោយផ្លែផ្កាទាំងនៅក្នុងកិច្ចប្រជុំពេញអង្គនិងកិច្ចប្រជុំចង្អៀតទី2កិច្ចប្រជុំជាមួយក្រុមប្រឹក្សាធុរកិច្ចអាស៊ានអង្គប្រជុំបានបញ្ជាក់ពីតួនាទីរបស់ក្រុមប្រឹក្សាធុរកិច្ចអាស៊ានដែលកំពុងដើរតួនាទីកាន់តែសំខាន់ក្នុងការលើកកម្ពស់កែសម្រួលពាណិជ្ជកម្មនិងការកែលម្អបរិយាកាសវិនិយោគក្នុងតំបន់អាស៊ានដែលអង្គប្រជុំបានស្វាគមន៍ចំពោះអនុសាសន៍នៃរបាយការណ៍អង្កេតឆ្នាំ2001-2012ស្ដីពីការប្រកួតប្រជែងរបស់អាស៊ាននិងការកែតម្រូវយុទ្ធសាស្ត្រថ្មីដើម្បីទាក់ទាញវិស័យឯកជននិងសហគ្រាសធុនតូចនិងមធ្យមទី3កិច្ចប្រជុំកំពូលអាស៊ានចិនលើកទី15ជាលទ្ធផលថ្នាក់ដឹកនាំអាស៊ានចិនបានឯកភាពគ្នាជំរុញការអនុវត្តឲ្យមានប្រសិទ្ធភាពនិងឲ្យបានទាន់ពេលវេលានៅផែនការសកម្មភាព2011-2015ដើម្បីអនុវត្តសេចក្តីថ្លែងការណ៍ស្តីពីភាពជាដៃគូយុទ្ធសាស្ត្រអាស៊ានចិនទី4កិច្ចប្រជុំកំពូលអាស៊ានជប៉ុនលើកទី15អង្គប្រជុំបានគូបញ្ជាក់ពីចំណងមិត្តភាពនិងភាពជាដៃគូយុទ្ធសាស្ត្រអាស៊ានជប៉ុនដើម្បីរក្សាសន្តិភាពនិងស្ថិរភាពតំបន់និងជំរុញការចែករំលែកវិបុលភាពដោយដែលបានចែងក្នុងសេចក្តីថ្លែងការណ៍រួមស្តីពីការលើកកម្ពស់ភាពជាដៃគូអាស៊ានជប៉ុនដើម្បីវិបុលភាពរួមគ្នាទី5កិច្ចប្រជុំកំពូលអាស៊ានកូរ៉េលើកទី15ថ្នាក់ដឹកនាំអាស៊ានកូរ៉េបានស្វាគមន៍ចំពោះវឌ្ឍនភាពរបស់មជ្ឈមណ្ឌលអាស៊ានកូរ៉េទី6កិច្ចប្រជុំកំពូលអាស៊ានបូក3មានចិនជប៉ុនកូរ៉េអង្គប្រជុំបានកត់សម្គាល់ដោយការពេញចិត្តចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការអាស៊ានបូក3និងការរួមចំណែកយ៉ាងសកម្មរបស់ប្រទេសបូក3ចំពោះកិច្ចខិតខំប្រឹងប្រែងគាំទ្រការអនុវត្តគម្រោងអាទិភាពដែលមានក្នុងផែនការមេស្តីពីការតភ្ជាប់អាស៊ានទី7កិច្ចប្រជុំកំពូលអាស៊ានឥណ្ឌាលើកទី10អង្គប្រជុំបានអបអរសាទរចំពោះវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាពសម្រាប់ភាពជាដៃគូអាស៊ានឥណ្ឌាដើម្បីសន្តិភាពវឌ្ឍនភាពនិងវិបុលភាពរួមគ្នា2010-2015នៅបានគាំទ្រការរៀបចំកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍20ឆ្នាំនៃទំនាក់ទំនងអាស៊ានឥណ្ឌាដែលបានគ្រោងប្រព្រឹត្តទៅនៅក្នុងខែធ្នូខាងមុខនៅប្រទេសឥណ្ឌាទី8កិច្ចប្រជុំកំពូលអាស៊ានអាមេរិកលើកទី4អង្គប្រជុំបានវាតម្លៃខ្ពស់ចំពោះរបាយការណ៍របស់ក្រុមអិសរាជជនឆ្នើមអាស៊ានអាមេរិកដែលបានផ្ដល់ចក្ខុវិស័យនិងអនុសាសន៍ល្អៗក្នុងការលើកកម្ពស់ភាពជាដៃគូអាស៊ានអាមេរិកឲ្យឈានដល់កម្រិតយុទ្ធសាស្ត្រនៅឆ្នាំ2015ទី9កិច្ចសន្ទនាអាស៊ានជាសកលគឺជាកិច្ចសន្ទនាដែលត្រូវរៀបចំជាលើកដំបូងដោយមានកម្ពុជាធ្វើជាប្រធានដឹកនាំផងដែរទី10កិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី7អង្គប្រជុំបានពិភាក្សានិងផ្លាស់ប្តូរយោបល់ប្រកបដោយផ្លែផ្កាក្នុងកិច្ចប្រជុំពេញអង្គនិងកិច្ចប្រជុំចង្អៀតដោយបានអនុម័តលើសេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញស្តីពីគំនិតផ្ដួចផ្ដើមរបស់កិច្ចប្រជុំកំពូលអាស៊ីបូព៌ាសម្រាប់អភិវឌ្ឍនិងសេចក្តីថ្លែងការណ៍នៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី7ស្តីពីការឆ្លើយតបនៃតំបន់ចំពោះការគ្រប់គ្រងជំងឺគ្រុនចាញ់និងការដោះស្រាយភាពស៊ាំនៃឱសថប្រឆាំងនឹងជំងឺគ្រុនចាញ់និងទី11គឺពិធីប្រកាសចាប់ផ្ដើមការចរចាសម្រាប់ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ដែលថ្នាក់ដឹកនាំអាស៊ាននិងថ្នាក់ដឹកនាំប្រទេសជាដៃគូនៃសេដ្ឋកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ានចំនួន6ទៀតគឺអូស្ត្រាលីចិនឥណ្ឌាជប៉ុនសាធារណរដ្ឋកូរ៉េនិងនូវែលសេឡង់
បានធ្វើពិធីប្រកាសជាផ្លូវការនៅការចាប់ផ្ដើមការចរចាសម្រាប់ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់សម្ដៅពង្រីកវិសាលភាពតំបន់ពាណិជ្ជកម្មសេរីអាស៊ានបូក1នឹងធ្វើឲ្យកិច្ចព្រមព្រៀងនេះមានលក្ខណៈកាន់តែទំនើបនិងមានប្រសិទ្ធភាពថែមទៀតសម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណនិងកោតសរសើរចំពោះបណ្ដាញផ្សព្វផ្សាយទាំងអស់ទាំងក្នុងនិងក្រៅប្រទេសដែលបានបញ្ជូននិងផ្សព្វផ្សាយព័ត៌មានទាន់ពេលវេលាទៅកាន់ប្រជាពលរដ្ឋក៏ដូចជាសហគមន៍អន្តរជាតិលើពិភពលោកសម្រាប់ព័ត៌មានជាបន្តគឺប្រមុខរដ្ឋាភិបាលកម្ពុជាបានលើកឡើងថាកម្ពុជាស្វាគមន៍បទឈប់បាញ់នៅមជ្ឈមបូព៌ានិងសូមអបអរសាទរចំពោះទូនាទីរបស់ប្រធានាធិបតីអាមេរិកដែលធ្វើការសម្របសម្រួលឲ្យមានបទឈប់បាញ់រវាងប៉ាឡេស្ទីននិងអ៊ីស្រាអែលនៅក្នុងសប្តាហ៍នេះថ្លែងក្នុងពិធីសម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនៅផ្លូវជាតិលេខ8ប្រមុខរដ្ឋាភិបាលកម្ពុជាសម្ដេចតេជោនាយករដ្ឋមន្ត្រីហ៊ុនសែនបានមានប្រសាសន៍ថានៅក្នុងដំណាក់កាលនៃកិច្ចប្រជុំកំពូលអាស៊ាននៅទីក្រុងភ្នំពេញអំពើហិង្សាមួយបានកើតឡើងនៅតំបន់ហ្គាហ្សារវាងក្រុមហាម៉ាស់របស់ប៉ាឡេស្ទីនជាមួយនឹងអ៊ីស្រាអែលដែលពេលនោះអាស៊ានចាំបាច់ត្រូវមានជំហររួមមួយដើម្បីចេញសេចក្តីថ្លែងការណ៍របស់ប្រធានហើយក្នុងជំនួបរវាងអាស៊ាននិងសហរដ្ឋអាមេរិកអាស៊ានបានស្នើឲ្យសហរដ្ឋអាមេរិករួមគ្នាដើម្បីធ្វើអន្តរាគមន៍ឲ្យទាន់ពេលវេលាសម្ដេចបន្តថាជាការឆ្លើយតបប្រធានាធិបតីបារ៉ាក់អូបាម៉ាក៏បានទទួលយកនៅសំណូមពរនេះនិងទូរស័ព្ទទៅកាន់ប្រធានាធិបតីនៃប្រទេសអេស៊ីបដើម្បីជួយសម្របសម្រួលកិច្ចការនេះហើយលោកបារ៉ាក់អូបាម៉ាបានជម្រាបសម្ដេចថាបើសិនជាមិនមានការឈប់បាញ់ក្នុងរយៈពេល2ទៅ3ថ្ងៃទៀតនោះទេសភាពការនេះនឹងកាន់តែអាក្រក់ទៅហើយនឹងអាចមានអន្តរាគមន៍កងទ័ពជើងគោកចូលហើយសភាពការនេះកាន់តែធ្ងន់ធ្ងរនឹងអូសបន្លាយទៅមុខទៀតដោយសាររឿងនេះបានកើតនៅក្នុងអាស៊ានប្រជុំអាស៊ានបានពិភាក្សាក្នុងអាស៊ានគេឯងហើយបន្តទៅបានពិភាក្សារវាងអាស៊ានសហរដ្ឋអាមេរិកហើយបន្តទៅទៀតបានពិភាក្សារវាងប្រធានអាស៊ានគឺនាយករដ្ឋមន្ត្រីកម្ពុជាជាមួយនឹងប្រធានាធិបតីបារ៉ាក់អូបាម៉ាយើងសូមយកឱកាសនេះសម្ដែងនៅការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះបទជប់បាញ់មួយដែលបានកើតឡើងនៅមជ្ឈមបូព៌ារវាងក្រុមហាម៉ាស់របស់ប៉ាឡេស្ទីនជាមួយនឹងអ៊ីស្រាអែលហើយយើងសូមអបអរសាទរចំពោះតួនាទីស្ថាបនារបស់ប្រធានាធិបតីបារ៉ាក់អូបាម៉ានិងរដ្ឋមន្ត្រីការបរទេស Hillary Clinton ដែលបានធ្វើការសម្របសម្រួលឲ្យមានបទជប់បាញ់ពលសភាពការវាតានតឹងខ្លាំងណាស់ប៉ាឡេស្ទីនក៏ស្លាប់អ៊ីស្រាអែលក៏ស្លាប់ហើយយុគមិញនៅពេលដែរមុនការប្រកាសបទជប់បាញ់ក៏មានផ្ទុះគ្រាប់បែកនៅក្នុងឡានបោះនៅតែឡាវីវទៅទៀតដែលអ្នកវិភាគមួយចំនួននៅក្នុង CNN ថាតើនឹងអាចបទជប់បាញ់នឹងអាចកើតបានទេព្រោះនៅមានអភេរវកម្មនោះថែមទៀតងាកមកព័ត៌មានជាបន្តគឺដោយសារតែមើលឃើញថាបំណុលដែលកម្ពុជាជំពាក់នៅក្នុងទសវត្សរ៍ឆ្នាំ70ជាជំនួយទិញអាវុធធ្វើសង្គ្រាមនិងសម្រាប់ប្រជាពលរដ្ឋខ្មែររាប់លានអ្នកនោះរដ្ឋាភិបាលកម្ពុជានៅតែចង់ឲ្យអាមេរិកលុបបំណុលទាំងនោះបើទោះបីជាអាមេរិកយល់ព្រមឲ្យកម្ពុជាសងម្ដងបន្តិចជាពីដំណាក់កាលក៏ដោយនៅពេលដែលលោកប្រធានាធិបតីបារ៉ាក់អូបាម៉ាឈានជើងដល់ទឹកដីកម្ពុជាភ្លាមប្រមុខរាជរដ្ឋាភិបាលកម្ពុជាមិនភ្លេចទេបានលើកយកបញ្ហាបំណុលដែលកម្ពុជាជំពាក់ក្នុងទសវត្សរ៍ឆ្នាំ70សម័យរដ្ឋាភិបាលលោកលន់នល់មកពិភាក្សាភ្លាមប៉ុន្តែបំណងដែលកម្ពុជាចង់បានឲ្យអាមេរិកលុបចោលបំណុលនេះទាំងស្រុងត្រូវបានខកចិត្តទៅវិញព្រោះអាមេរិកមិនបានលុបបំណុលនេះចោលទេគ្រាន់តែបន្ថយការប្រាក់ឲ្យមកសល់ត្រឹម 1% ហើយសងបន្តិចម្ដងជាដំណាក់កាលក្នុងរង្វង់ទឹកប្រាក់ជំពាក់សរុបទាំងការទាំងដើមជាង$400 លានសហរដ្ឋអាមេរិកនៅក្នុងជំនួបទ្វេភាគីរវាងសម្ដេចតេជោនិងលោកបារ៉ាក់អូបាម៉ាជាង40នាទីសម្ដេចបានលើកឡើងអំពីបញ្ហាបំណុលនេះមុនគេបន្ទាប់មកក៏មានការលើកឡើងអំពីបញ្ហាសិទ្ធិមនុស្សសកម្មជនបកប្រឆាំងអ្នកទស្សនយោបាយបញ្ហាដីធ្លីនិងទួលនីតិគណៈកម្មការជាតិរៀបចំការបោះឆ្នោតក្រោយជំនួបទ្វេភាគីរវាងប្រធានាធិបតីលោកបារ៉ាក់អូបាម៉ានិងសម្ដេចតេជោហ៊ុនសែនរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រីនិងទីប្រឹក្សាផ្ទាល់របស់សម្ដេចតេជោហ៊ុនសែនអាដាមប្រាក់សុខុនបានថ្លែងនៅក្នុងសន្និសីទប្រាប់អ្នកកាសែតថានៅក្នុងកិច្ចជំនួបទ្វេភាគីសម្ដេចតេជោហ៊ុនសែនបានលើកឡើងពីបញ្ហាបំណុលដែលកម្ពុជាជំពាក់សហរដ្ឋអាមេរិកនៅក្នុងសម័យលន់នល់មានត្រឹមតែ$162 លានសហរដ្ឋអាមេរិកក្នុងចន្លោះឆ្នាំ1970ដល់ឆ្នាំ1975ប៉ុន្តែបើគិតមកទល់ពេលនេះដោយបូកបន្ថែមជាមួយនឹងអត្រាការប្រាក់បំណុលនោះ
បានកើនឡើងច្រើនជាង$400 លានសហរដ្ឋអាមេរិកអាដាមប្រាក់សុខុនបានបន្ថែមទៀតថាសម្ដេចនាយកហ៊ុនសែនចង់ប្រើប្រាស់យន្តការចរចាបញ្ហានេះទ្វេភាគីដើម្បីដោះស្រាយបញ្ហាបំណុលទាំងនោះលោកប្រធានាធិបតីអាមេរិកបារ៉ាក់អូបាម៉ាបានយល់ព្រមថាបំណុលនេះអាមេរិកសម្រេចឲ្យកម្ពុជាសងជាដំណាក់កាលហើយកម្ពុជាសងគិតអត្រាការប្រាក់ប្រចាំឆ្នាំត្រឹមតែ 1% ក្នុងរយៈពេល2ដំណាក់កាលតែប្រាក់បំណុល 70% ត្រូវបង្វែរមកឲ្យកម្ពុជាវិញតាមរយៈការអភិវឌ្ឍសង្គមដូចជាវិស័យអប់រំការអភិវឌ្ឍវប្បធម៌និងការដោះមីនជាដើមទូរទស្សនិកជនជាទីគោរពនៅក្នុងសប្តាហ៍នេះទីស្តីការគណៈរដ្ឋមន្ត្រីបានចេញសេចក្តីថ្លែងការណ៍ច្រានចោលយ៉ាងដាច់អហង្ការហើយចាត់ទុកថានេះជាព័ត៌មានប្រឌិតនិងញុះញង់មិនអាចទទួលយកបានទេចំពោះការផ្សព្វផ្សាយពីព័ត៌មានរបស់គេហទំព័រ ASTV ដែលចុះផ្សាយថាក្រុមខ្មែរសេរី3ក្រុមជាកម្លាំងរបស់កម្ពុជាក្លាយធ្វើជាក្រុមអាវក្រហមយោងតាមសេចក្តីថ្លែងការណ៍ដែលចុះកាលពីថ្ងៃទី23ខែវិច្ឆិកាឆ្នាំ2012អ្នកនាំពាក្យអង្គភាពព័ត៌មាននិងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រីបានធ្វើការបដិសេធទាំងស្រុងនៅការប្រឌិតព័ត៌មានខុសពីការពិតរបស់គេហទំព័រថៃ ASTV Manager Online ដែលចុះផ្សាយដាក់ចំណងជើងថាលោកសុំទៀតបកអាក្រាតថាក់ស៊ីនត្រៀមយកខ្មែរ 5000 នាក់ឲ្យធ្វើចលាចលក្នុងពេលប្រមូលផ្ដុំសេចក្តីថ្លែងការណ៍បានលើកឡើងទៀតថាលោកសុំគៀតផុងថៃប៊ូនសកម្មជនសម្ព័ន្ធមិត្តប្រជាជនដើម្បីប្រជាធិបតេយ្យបានថ្លែងតាមរយៈគេហទំព័រ ASTV ដែលទទួលសេចក្តីរាយការណ៍ថាមានក្រុមខ្មែរសេរី3ខ្សែគឺជាកម្លាំងរបស់កម្ពុជាក្លែងធ្វើជាក្រុមអាវក្រហមប្រមាណពី4ទៅ5000នាក់បានទទួលថវិកាពីសម្ដេចហ៊ុនសែន100 លានបាតដើម្បីទៅបង្កចលាចលក្នុងការប្រមូលផ្ដុំគ្នានៅប្រទេសថៃក្នុងសេចក្តីថ្លែងការណ៍នេះបានបញ្ជាក់ថាព្រះរាជាណាចក្រកម្ពុជាគោរពយ៉ាងម៉ឺងម៉ាត់នៅរដ្ឋធម្មនុញ្ញរបស់ខ្លួនដោយមាត្រា53កថាខណ្ឌ2 3 និង 5បានចែងថាទី1ព្រះរាជាណាចក្រកម្ពុជារួមរស់ដោយសន្តិភាពសហវិជ្ជមានជាមួយប្រទេសជិតខាងនិងប្រទេសដទៃទៀតទាំងអស់នៅលើពិភពលោកទី2ព្រះរាជាណាចក្រកម្ពុជាមិនឈ្លានពានប្រទេសណាជាដាច់ខាតមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងនៃប្រទេសដទៃដោយផ្ទាល់ឬដោយប្រយោលទោះបីស្ថិតក្រោមរូបភាពណាក៏ដោយគឺដោះស្រាយរាល់បញ្ហាដោយសន្តិវិធីនិងគោរពផលប្រយោជន៍ផងគ្នាទៅវិញទៅមកនិងទី3ព្រះរាជាណាចក្រកម្ពុជាមិនអនុញ្ញាតឲ្យមានមូលដ្ឋានយោធាបរទេសណាមួយនៅលើទឹកដីរបស់ខ្លួនឡើយហើយក៏មិនអនុញ្ញាតឲ្យយោធារបស់ខ្លួននៅលើទឹកដីបរទេសដែរលើកលែងតែក្នុងក្របខ័ណ្ឌនៃសំណុំពររបស់អង្គការសហប្រជាជាតិប៉ុណ្ណោះអ្នកនាំពាក្យអង្គភាពព័ត៌មាននិងប្រតិកម្មរហ័សបានធ្វើការតវ៉ានិងប្រឆាំងយ៉ាងដាច់អហង្ការដល់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានថៃ ASTV ហើយស្នើឲ្យបញ្ឈប់ជាបន្ទាន់នៅការអនុវត្តនយោបាយខ្មៅកខ្វក់ពឹសពុលនិងយុទ្ធវិធីទុច្ចរិតតាមរបៀបស្វាស៊ីបាយលាបមាត់ពពែដែលការប្រឌិតព័ត៌មានភូតភរកុហកគ្មានមូលដ្ឋានបែបនេះហើយនេះមិនមែនជាលើកទី1ទេតែវាបានកើតឡើងជាច្រើនលើកច្រើនសារមកហើយដោយពួកក្រុមសម្ព័ន្ធមិត្តអាវលឿងថៃបានបង្កើតឡើងក្នុងគោលបំណងបំពុលសាធារណមតិជាតិនិងអន្តរជាតិជាពិសេសបង្កនូវការយល់ច្រឡំរវាងប្រជាជននៃប្រទេសទាំងពីរកម្ពុជាថៃដែលកំពុងតែមានទំនាក់ទំនងកាន់តែល្អប្រសើរគួរជាទីមោទនៈសម្រាប់ព័ត៌មានជាបន្តគឺងាកមកចាប់អារម្មណ៍ជាមួយនឹងអភិបាលរាជធានីភ្នំពេញវិញម្ដងគឺបានប្រកាសថានឹងពង្រីកកំណត់ផ្លូវជាតិលេខ1ចម្ងាយ4គីឡូម៉ែត្រចាប់ពីគល់ស្ពានច្បារអំពៅរហូតដល់វត្តក្តីតកុយដើម្បីបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើររថយន្តនិងម៉ូតូក្នុងឱកាសចែកអំណោយដល់ប្រជាពលរដ្ឋរងគ្រោះដោយខ្ចប់ព្យុះប្រមាណ284គ្រួសារនៅវត្តជ្រោយអំពិលខណ្ឌមានជ័យនៅសប្តាហ៍នេះអាដាមកែបយុទ្ធមាបានមានប្រសាសន៍ថាកំណត់ផ្លូវជាតិលេខ1ប្រវែង4គីឡូម៉ែត្រចាប់ពីគល់ស្ពានច្បារអំពៅរហូតដល់វត្តក្តីតកុយសង្កាត់វាស្បូវខណ្ឌមានជ័យនេះនឹងពង្រីក1ម៉ែត្រកន្លះសងខាងដែលគ្រោងនឹងចាប់ផ្ដើមដំណើរការនៅដើមខែធ្នូខាងមុខនេះគឺបន្ទាប់ពីសាលាក្រុងបញ្ចប់ការជួសជុលរួចជាស្ថាពរផ្លូវនៅចាក់អង្រែអាដាមបានបញ្ជាក់ថានេះគ្រាន់តែជាការជួសជុលបណ្ដោះអាសន្នដោយប្រើប្រាស់ថវិការបស់សាលាក្រុងព្រោះផ្លូវនេះជាគម្រោងរបស់រដ្ឋាភិបាលជប៉ុនដែលត្រូវធ្វើនៅឆ្នាំក្រោយអាដាមបានបន្តទៀតថាការពង្រីកផ្លូវនេះដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ទៅវិញទៅមករបស់អ្នកដំណើរទាំងម៉ូតូនិងរថយន្តពិសេសកាត់បន្ថយការកកស្ទះចរាចរណ៍និងការហុយធូលីដីដែលប៉ះពាល់ដល់សុខភាពអ្នកដំណើរជារៀងរាល់ថ្ងៃអាដាមបានបញ្ជាក់ថាកំណត់ផ្លូវនេះធំទូលាយទេតែភាពចង្អៀតនេះដោយសារប្រជាពលរដ្ឋមួយចំនួនតូចបានយកចំណីផ្លូវធ្វើជាកន្លែងប្រកបរបររកស៊ីហើយជាអៀតប៉ុណ្ណឹងហើយអ្នកលក់នៅខំទៅសៀលមកចិត្តខ្នល់ទៀតណាបាទបើតាមពិតមិនតូចបានទេខ្នល់ហ្នឹងបាទអ្នកលក់យកអញ្ចើមអស់ចតលើខ្នល់ទៀតគឺហើយផ្លូវនេះគឺថាកន្លែងលក់នំប៉័ងហ្នឹងហើយដែលស្មុគស្មាញជាងគេបាទ
ចំណែកឯមន្ត្រីជំនាញទេសចរបានដឹងថាការសម្អាតអនាម័យបរិស្ថានគឺជាកាតព្វកិច្ចចាំបាច់របស់មនុស្សគ្រប់រូបមិនថាចាស់ឬក៏ក្មេងទេឬជាពិសេសជាតិសាសនាក៏ដោយព្រោះវាអាចផ្ដល់ផលប្រយោជន៍ដល់ខ្លួនឯងក៏ដូចជាសង្គមជាតិជាពិសេសក្នុងវិស័យទេសចរក្នុងឱកាសផ្សព្វផ្សាយស្ដីពីការសម្អាតបរិស្ថានរបស់អង្គការមលុបតប៉ាងនៅភូមិកោះតូចសង្កាត់កោះរុងក្រុងប្រស័យហនុលោកអឿវិបុលប្រធានការិយាល័យអេកូទេសចរនៃមន្ទីរទេសចរខេត្តព្រះសីហនុបានឲ្យដឹងថាអ្នកទេសចរនឹងចូលចិត្តមកទស្សនាប្រទេសកម្ពុជាឬនៅតំបន់នានាក្នុងខេត្តព្រះសីហនុបើយើងទាំងអស់គ្នាយល់ដឹងច្បាស់អំពីផលប៉ះពាល់បរិស្ថានហើយរួមគ្នាការពារនិងថែរក្សាបរិស្ថានលោកអឿវិបុលក៏បានអំពាវនាវដល់អាជ្ញាធរនិងប្រជាពលរដ្ឋត្រូវប្រកាន់ខ្ជាប់នៅគោលការណ៍អាទិភាពទាំង5ដែលរួមមានការសម្អាតជារៀងរាល់ថ្ងៃនៅផ្ទះសម្បែងភូមិឋាននិងឆ្នេរខ្សាច់ជួយទប់ស្កាត់ការបំផ្លាញផ្កាថ្មត្រីជីវៈចម្រុះគ្រប់ប្រភេទនៅក្នុងសមុទ្ររាយការណ៍ដល់អាជ្ញាធរនៅការនេសាទខុសច្បាប់គ្រប់ប្រភេទជួយដាក់អាងប្រព័ន្ធចម្រោះតាមលំនៅឋានជាប់ព្រែកប្រឡាយទឹកនិងមិនត្រូវលែងសត្វពាហនៈឲ្យដើរពាសវាលពាសកាល់នាំឲ្យប៉ះពាល់ដល់ភ្ញៀវទេសចរអន្តរជាតិសូមបញ្ជាក់ផងដែរថាភូមិកោះតូចគឺជាតំបន់ទេសចរដ៏ពេញនិយមរបស់ភ្ញៀវបរទេសគ្រប់ជាតិសាសន៍បើទោះបីជាភូមិនេះតូចមានប្រជាពលរដ្ឋតែ92គ្រួសារក្តីនៅស្ថានភាពប្រជាពលរដ្ឋនៅសង្កាត់កោះរុងនេះគឺមានការមករស់នៅសង្កាត់កោះរុងនេះតាំងពីឆ្នាំ93ដោយមានការអនុញ្ញាតពីកងទ័ពជើងទឹកនៅសម័យនោះបាទប្រជាពលរដ្ឋនៅរហូតមកដល់ឆ្នាំមក2001ទើបមានអន្តរិទ្ធពីរដ្ឋាភិបាលដើម្បីឲ្យបង្កើតសង្កាត់កោះរុងនឹងចំណុះឲ្យខណ្ឌមិត្តភាពក្រុងប្រស័យនោះនៅឆ្នាំ2001ហើយស្ថានភាពទូទៅក្នុងការប្រកបអាជីវកម្មរបស់ប្រជាពលរដ្ឋនៅក្នុងសង្កាត់កោះរុងនេះមាន70% ដែលប្រកបអាជីវកម្មនេសាទតាំងពីឆ្នាំ93មករហូតមកដល់ឆ្នាំ2009ទើបមានការផ្លាស់ប្ដូរពីរបរនេសាទមកជារបរទេសចរវិញគឺមកដល់ពេលបច្ចុប្បន្ននេះគឺរបរទេសចរនឹងមានចំនួន70%ប្រជាពលរដ្ឋទាំងអស់ហ្នឹងក៏បែរមកធ្វើអាជីវកម្មផ្នែកទេសចរនឹងគឺ70%គឺយកទូតូចរបស់គាត់ហ្នឹងមកដឹកភ្ញៀវទេសចរដើរលេងជុំវិញកោះធ្វើឲ្យជីវភាពរបស់ពួកគាត់នឹងមានការទូធាមួយកម្រិតសម្រាប់ព័ត៌មានជាបន្តសូមត្រួតទស្សនិកជនងាកមកចាប់អារម្មណ៍ជាមួយនឹងបញ្ហាសុវត្ថិភាពចរាចរណ៍ផ្លូវគោកវិញដែលមើលឃើញថាគ្រាន់តែរយៈពេលត្រឹម1សប្តាហ៍ប៉ុណ្ណោះករណីគ្រោះថ្នាក់ចរាចរណ៍តាមផ្លូវជាតិលេខ5មានការកើនឡើងខ្ពស់ធ្វើឲ្យនគរបាលចរាចរណ៍ចាប់ផ្ដើមប្រើធរក្តៅទៅលើរថយន្តបើកលើសល្បឿនកំណត់ដើម្បីធ្វើការផាកពិន័យកម្លាំងប៉ូលីសចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងបានដាក់ពង្រាយកម្លាំងត្រួតពិនិត្យនិងធ្វើការបង្ក្រាបលើរថយន្តបើកបរលើសល្បឿនកំណត់គ្រប់ប្រភេទដែលធ្វើចរាចរណ៍លើផ្លូវជាតិលេខ5ព្រោះមួយសប្តាហ៍កន្លងទៅនេះគ្រោះថ្នាក់ភាគច្រើនកើតចេញពីការបើកហួសល្បឿនកំណត់គ្រាន់តែការអនុវត្ត1ម៉ោងរបស់សមត្ថកិច្ចរថយន្តធុនធ្ងន់ចំនួន88គ្រឿងត្រូវបានឃាត់យកមកពិន័យរួចអប់រំអ្នកបើកបរឲ្យបញ្ឈប់ការបើកលើសល្បឿនកំណត់ទៀតលោកលេងសុភីនាយរងផ្នែកត្រួតពិនិត្យនៃការិយាល័យចរាចរណ៍ជើងគោកស្នងការនគរបាលខេត្តកំពង់ឆ្នាំងបាននិយាយថាកម្លាំងជំនាញរបស់លោកចុះអនុវត្តច្បាប់ចរាចរណ៍លើរថយន្តបើកបរលើសល្បឿនកំណត់រថយន្តមិនមានឯកសារគ្រប់គ្រាន់និងរថយន្តដឹកសំពីងសំពងលោកបានបញ្ជាក់ថាកម្លាំងរបស់លោកបានដាក់កម្លាំងត្រួតពិនិត្យលើរថយន្តបើកបរលើសល្បឿនកំណត់លើបណ្ដោយផ្លូវជាតិលេខ5ដោយដាក់កម្លាំងពង្រាយនិងមានឧបករណ៍បាញ់ល្បឿនចាប់ពីចំណុចខាងលិចស៊ុបពេញចិត្តស្ថិតនៅក្នុងភូមិត្រពាំងអញ្ចាញឃុំស្វាយជ្រុំស្រុករលាផ្អៀជាប់ព្រំប្រទល់ភូមិទី8សង្កាត់ខ្សាមមកទល់នឹងចំណុចមុខប៉ុស្តិ៍នគរបាលសង្កាត់ផ្អេក្រុងកំពង់ឆ្នាំងដោយឃាត់រថយន្ត88គ្រឿងនិងធ្វើការផាកពិន័យបានជាង2លានរៀលចូលថវិការដ្ឋលោកបានបន្តថាការផាកពិន័យធ្វើឡើងតែចំពោះរថយន្តណាដែលបើកបរលើសល្បឿនដែលច្បាប់បានកំណត់ប៉ុណ្ណោះទូរទស្សនិកជនជាទីគោរពសម្រាប់ព័ត៌មានចុងក្រោយគឺនេះជាការប្រសើរសម្រាប់កសិករខុបកគីស្រុកគៀនស្វាយខេត្តកណ្ដាលបាននាំគ្នាដាំពោតកាន់តែច្រើនឡើងដោយសារមុខរបរមួយនេះបានបង្កើនប្រាក់ចំណូលដល់គ្រួសាររបស់ពួកគាត់ប្រសើរជាងការធ្វើចំណាក់ស្រុកកសិករឈ្មោះទូចនេះរស់នៅភូមិចន្លក់ឃុំកគីបានប្រាប់ទូរទស្សន៍ហងមាស HD TV ថាក្នុងមួយឆ្នាំគ្រួសារគាត់ដាំពោតបានពី2ទៅ3ដងនៅលើផ្ទៃដីជាងកន្លះហិកតាដោយប្រើប្រាស់ពូជមកពីប្រទេសវៀតណាមកសិកររូបនេះបានបន្តថាពូជពោតនេះដាំតែរយៈពេលពី2ទៅ2ខែកន្លះអាចទទួលបានផលបាន30រទេះដែលក្នុងមួយរទេះឈ្មួញមកទិញដល់ចំការតម្លៃពី12ទៅ13ម៉ឺនរៀល
អ្នកស្រីបន្ថែមថាបន្ទាប់ពីបានផ្លាស់ប្ដូរការដាំពោតតាមបែបធម្មជាតិមកជាការដាំតាមលក្ខណៈបច្ចេកទេសធ្វើឲ្យជីវភាពរស់នៅរបស់គ្រួសារគាត់បានល្អប្រសើរមិនលំបាកដូចជាកាលពីមុនឡើយអ្នកស្រីបានឲ្យដឹងទៀតថាតាមរយៈការដាំដុះតាមលក្ខណៈបច្ចេកទេសនេះបានធ្វើឲ្យពួកគាត់មានជីវភាពធូរធារជាងការដាំតាមបែបទម្លាប់ពិសេសប្រសើរជាងការធ្វើចំណាក់ស្រុកទៅរកការងារធ្វើនៅប្រទេសថៃដែលប្រថុយប្រថាននឹងគ្រោះថ្នាក់ព័ត៌មានជាតិសង្ខេបដែលលោកអ្នកបានទស្សនានៅពេលនេះចាប់តែប៉ុណ្ណេះជាបន្តសូមជូនព័ត៌មានអន្តរជាតិ